Bạn sự đây bằng 4 គ្នាថ្ងៃនេះយកទី19តែឥឡូវនេះគឺម៉ោង7:01ទៅហើយចឹងវាចូលទី20ហើយបាទទៅតែរៀបចំហើយទេចូលជាង2 10 តោនបាទទៅហើយបងប្អូននៅខាងភ្នំពេញបាទទៅខាងភ្នំពេញចឹងឥឡូវនេះគឺយើងទៅខាងភ្នំពេញច្រើនបាទចឹងបងប្អូននៅខាងភ្នំពេញចាំទទួលផងបាទហើយក៏សូមគោរពដល់មេតាមដងផ្លូវផងបាទឃើញអីសូមអធិស្ឋានផងមេអើយពួកអីដើម្បីជួយបញ្ចេញនៅដំឡូងកសិករខ្មែរយើងនៅខាងខេត្តបាត់ដំបងបាទនេះឡានបាទឡានរបស់ខ្ញុំបាទរបស់ខ្ញុំផ្ទាល់បាទរបស់ហឿងវណ្ណៈបាទហឿងវណ្ណៈបងនៅតាមដងផ្លូវបាទជួយយកយល់ផងបាទដឹកពីកសិករខ្មែរយើងទៅទេបាទជួយបញ្ចេញនៅដំណាំក្នុងស្រុកឲ្យបានច្រើនដើម្បីឲ្យកសិករមានទីផ្សារបាទរាល់ថ្ងៃគឺខំប្រឹងណាស់បងប្អូនហើយទាំងការផ្សព្វផ្សាយទាំងការខំប្រឹងហើយការខំប្រឹងនេះផងដែរគឺមួយថ្ងៃអត់សូវបានដេកទេបងប្អូនហើយទាំងអ្នកលក់ទាំងអ្នករតាមចំការទាំងអ្នកដឹកជញ្ជូនទាំងអ្នកជ្រេបាទគឺយើងអត់សូវហ៊ានបានមានពេលសម្រាប់ទេគឺយើងខំប្រឹងដើម្បីឲ្យកសិផលយើងចេញទៅខាងក្រៅឲ្យបានច្រើនបាទមិនថាទៅភ្នំពេញទៅថៃទៅវៀតណាមគឺយើងខំប្រឹងខ្លាំងមែនទែនរាល់ថ្ងៃនេះបងប្អូនបាទសង្ឃឹមថាមេនឹងយកយល់តាមផ្លូវផងបាទឃើញឡានអីអធិស្ឋានខ្លះផងបាទពេលខ្លះក៏មានបងប្អូនជាប់ហើយថាធ្វើកសិករដែរធ្វើកសិករគាត់ធ្វើស្រែចម្ការដែរអញ្ចឹងគួរតែយល់ពីទុក្ខលំបាករបស់ពួកគាត់ខ្លះយើងជួយយកយល់គ្នាបាទអរគុណបាទអរគុណមេតាមផ្លូវជួយយកយល់បាទហើយនឹងបងប្អូនចង់ទិញហើយនឹងលក់អាចតាក់ទងមកផេកហឹងវណ្ណៈបានដែលខ្ញុំដាក់លេខទូរស័ព្ទខ្ញុំផ្ទាល់តែម្ដងបាទអាចខលមកបានបាទហ្នឹងហើយអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតសង្ឃឹមបងប្អូនជួយ share ផងបាទអរគុណបាយបាយ